กินเกาะอยากกินลาบแนวไหนสั่งได้ทั้งหมดพี่น้องทั้งแมทคุกคอนបាទសម្រាប់ម្ហូបនៅទីនេះគឺបងស្រីគាត់ជាចុងភៅមួយបាទនៅក្នុងអាហារដ្ឋានរបស់គាត់នៅក្នុងមាត់ជ្រោះនេះតែម្ដងគឺគាត់ពូកែសម្បត្តិសូមបងកាយគ្រប់នឹងជម្រាបសួរបងប្អូនអ្នកដែលកំពុងតែតាមដានទេសនាបាទថ្ងៃនេះគឺពិសេសមែនទែនខ្ញុំបានមកដល់ទឹកដីជ្រោះនិមិត្តនៃខេត្តព្រះវិហារបាទនៅក្នុងស្រុកឆាត់ខេត្តព្រះវិហារអញ្ចឹងនៅទីតាំងនេះគឺមានបងប្អូនអាជីវករលក់ដូរហូរហែបាទនៅតាមបណ្ដាមាត់ជ្រោះនៅទីនេះបាទនេះគឺជាទឹកជ្រោះនិមិត្តដែរបងប្អូនបានដឹងថាជាជ្រោះមួយដែលមានភាពល្បីល្បាញជាងគេបាទនៅក្នុងប្រទេសកម្ពុជាក៏ដូចជាតំបន់ទេសចរផងដែរមិនត្រឹមតែប៉ុណ្ណោះបងប្អូនយើងដែលអាជីវករលក់ដូរនៅទីនេះគឺតើតើនឹងតម្លៃសមរម្យមែនទែនបាទដូច្នេះថ្ងៃនេះខ្ញុំសូមបងប្អូនអ្នកគ្នាមកជួបជាមួយបងស្រីដែលជាអាជីវករដូចជាអ្នកលក់ម្ហូបនៅទីនេះបាទអញ្ចឹងបងខ្ញុំជម្រាបសួរបងបាទបាទបងហើយបងមានឈ្មោះអីដែរនៅនេះឈ្មោះសៃមុំឈ្មោះអ៊ីមុំមានលក់អីខ្លះមានលក់ត្រីលក់ម្ហូបហើយតាមម្ហូបកំងហើយមានភ្លាមានស្ងោរជ្រក់មានចំហុយហើយមានត្រីព្រួត្រីក្អែកមានមាន់តាមកំងបាទអញ្ចឹងទីនេះគឺតើតើនឹងម្ហូបកំងត្រីសោះល្អដែលរកបានពីបឹងនៅខាងមុខនេះបាទឬក៏នៅក្នុងតំបន់នេះគឺជាសម្បូរដោយធនធានធម្មជាតិដូចជាត្រីធម្មជាតិផងដែរអញ្ចឹងអ៊ីសង្កេតឃើញថានៅទីនេះគឺបងប្អូនយើងទូទៅគឺប្រើនៅភាសាជាបងប្អូនយើងជនជាតិភាសាឡាវបាទអញ្ចឹងបងស្រីអាចលើកខ្លះនេះបងពីភាសាឡាវបងនិយាយបានទេទាក់ទងនឹងបងប្អូនទេសចរដែលមកកំសាន្តនៅទីនេះគាត់ធ្លាប់តែចង់ដឹងពីតំបន់ទេសចរនឹងដូចជាពាក្យពេចន៍របស់បងប្អូនជនជាតិយើងនៅភូមិពេកដាបងជឿបងยูนี่ตำบลบอนน้ำตกนี่มีของกินตามสั่งอาหารตามสั่งเลยก็มีปลาอยากก้อยก็ได้อยากต้มก็ได้เลยก็มีไก่อยากกินแนวไหนก็สั่งได้อยู่บอนนี้บอนน้ำตกបាទហើយបងនិយាយទៅតើតើនៅបើសិនជាបងប្អូនណាដែលយើងចាប់អារម្មណ៍បាទพี่น้องพวกไหนอยากมากินสั่งก็สั่งได้ของกินอาหารตามสั่งបាទហើយបើសិនជានេះប្រសិនបងប្អូនមកនេះបានញ៉ាំអាហារនៅអរិជបងស្រីបងស្រីមុំបាទសុភមិត្តនេះបងស្រីមុំគាត់ជាចុងភៅនៅទីនេះផ្ទាល់ក៏ដូចជាម្ចាស់ហាងនៅនេះផងដែរបងសាអីភាសាឡាវទៅនិយាយទៅបងอยู่นี่อยากสั่งของกินนี่สั่งได้ค่อยขายอยู่ในนี้มีแนวไหนก็สั่งได้มีปลาและมีไก่อยากกินเกาะอยากกินลาบแนวไหนสั่งได้ทั้งหมดพี่น้องทั้งแมทคุกคอนបាទសម្រាប់ម្ហូបនៅទីនេះគឺបងស្រីគាត់ជាចុងភៅមួយបាទនៅក្នុងអាហារដ្ឋានរបស់គាត់នៅក្នុងមាត់ជ្រោះនេះតែម្ដងគឺគាត់ពូកែធ្វើមានអជារសជាតិឈ្ងុយឆ្ងាញ់ជាមួយនឹងបាទធូរថ្លៃបាទអញ្ចឹងតោះបងនិយាយជាភាសាឡាវอยู่นี่ตามสั่งเห็ดของกินได้ราคาធូរថ្លៃค่อยแพงสั่งดอกបាទអញ្ចឹងបងប្អូននៅលេងនេះគឺជាមួយនឹងអាហារដ្ឋានបងស្រីមុំអញ្ចឹងបងប្អូនទីនេះអាចមកបានតាមរយៈលេខទូរស័ព្ទបងលេខទូរស័ព្ទបងបានខ្លះអាចតាក់ទងបងទៅមានលេខទូរស័ព្ទទេបាទចាំខ្ញុំដាក់នៅក្នុងក្រោមវីដេអូនេះលេខទូរស័ព្ទអញ្ចឹងជាចុងក្រោយនេះខ្ញុំបាទសូមជម្រាបលាបងប្អូនប៉ុណ្ណេះជាមួយនឹងបងស្រីចុងភៅបងស្រីមុំតែនៅក្នុងជ្រោះនិមិត្តនេះបាទអញ្ចឹងអរគុណជម្រាបលាបងជាភាសាឡាវទៀតមកអរគុណขอลาก่อนเด้อแล้วប៉ុណ្ណឹងណាអរគុណច្រើនបង